បុកត្រប់ជាមួយពងទាហូបប្រកបមួយត្រីអាំងចាបើត្រីអាំងគឺត្រីប្រឡាក់ទេបងប្អូនចាគឺបុកត្រប់នេះជាលើកទី1របស់ខ្ញុំមកខ្ញុំធ្លាប់តែបុកត្រប់ពុតខ្ញុំបុកលេងអីចឹងទៅចាបើស្ងោត្រប់នេះយកមកបុកគឺខ្ញុំអត់ដែរទេជាប្រវត្តិសាស្ត្រហើយគឺលើកទី1បងប្អូនតែបើរសជាតិវិញគឺឆ្ងាញ់តែម្ដងបើសម្រស់វិញគឺមិនសូវជាបានទេបងប្អូនណាមួយគឺវាបុកទៅវារៀងពាក់វល់វល់ចឹងណាបងប្អូនដោយសារវាស្ងោចាខ្ញុំយកទៅស្ងោខ្ញុំយកមកបុកចឹងទៅចាតែបើរសជាតិវិញបងប្អូនអូចាបើអ្នកចូលចិត្តផុកដាក់ផុកទៅចំពោះខ្ញុំហូបប្រហុកអត់កើតទេព្រោះឈឺកខ្លាំងណាស់អញ្ចឹងកាត់បន្ថយប្រហុកខានហូបផុកមករយៈពេលហើយអញ្ចឹងច្បាច់ក្រូចឆ្មាអីតិចតួចមកឬសាកភ្លុកសិនបងប្អូនចាមិនទាន់បានដាក់សពទេបងទាក៏មិនទាន់បុកដែរតែបើរសជាតិវិញគឺឆ្ងាញ់មែនតើបងប្អូនតែគាត់ខ្ញុំធ្វើមកកុំឲ្យកូនខ្ញុំភ្លុកអញ្ចឹងទៅណាមួយមិនទាន់ត្រឹងត្រូវសពអីអញ្ចឹងបងប្អូនចានិយាយពីជាតិមែនតើបងប្អូនអូឆ្ងាញ់មករយជីតិចតួចមកក្អប់ឈ្ងុយតែម្ដង